យ៉ាម៉ាល់បញ្ជូនអូលម៉ូឲ្យយយហ្វមីនសង្គ្រោះបានទៀតហើយស្រូជាបន្តវិជលីកាត់ចូលក្នុងថែមឆ្វេងអូយយើងមកទស្សនាការប្រកួតគឺបាល់កែចេញពីជើងរបស់ក្រុម FC Barcelona ញាក់ស្ដាំរ៉ាហ្វតទៅមុខអេឡង់សុតស្ដាំអូយខុសគោលដៅមកស្រូវបងប្អូនអើយមកក៏រ៉ាហ្វតត្រឡប់ឲ្យជលីសកាន់ដេវិញមកអោសុតស្ដាំបុកឡើងចូលលើអ៊ឺស្គីកាពីតានក្រុមផងឯនេះអត់មានឌីចុងអត់មានប៉ាត្រីអត់មានរ៉ូណាល់រូហូគឺផ្លាកកាពីតានក្រុមនឹងពាក់នៅលើស្មារបស់ប៉ាប៉ាស្គីហើយនេះទស្សនារូបភាពឡាមីនយ៉ាម៉ាល់ត្រូវបានរំខានឲ្យដួលប៉ុន្តែនៅតែបញ្ជូនបាល់ចេញកន្លែងនេះរ៉ាហ្វតសុតមកជើងសង្ស័យអោសសាយហ្នឹងបងប្អូនហើយអីយ៉ាអត់ទេអត់អោសសាយទេព្រោះយើងតែទៅបុកត្រឡប់មកវិញចំហអឺស្គីគឺឈរនៅក្នុងតំបន់អនសាយប៉ុន្តែយ៉ាងណាយើងមើលម្ដងទៀតចាំមើលបាល់អំបញ្ញមិនខ្លាចទៅអោសសាយអឺស្គីប៉ុន្តែបាល់នេះគឺបុកជាមួយនឹងក្បាលខ្សែការពារធ្លាក់ទៅបុកជើងរបស់ដានីអូលម៉ូហើយនៅពេលដែលបាល់ចេញពីជើងអូលម៉ូហ្នឹងយើងមើលបើផ្លែតអំបញ្ញមិនយើងឃើញថាចំហរបស់លេវ៉ាន់ដូវស្គីហ្នឹងគាត់ស្ថិតនៅក្នុងចំហអនសាយប៉ុន្តែយ៉ាងណាយើងចាំមើលវីដេអូបញ្ជាក់ប៉ុន្តែលើកអាញាកដាឲ្យគ្រាប់បាល់នេះហើយអត់សាប់ញ៉ាំច្រើនទេស្រូជាបន្តវិជលីកាត់ចូលក្នុងថែមឆ្វេងអូយយ៉ាម៉ាល់បញ្ជូនអូលម៉ូឲ្យយយហ្វមីនសង្គ្រោះបានទៀតហើយទាញឆ្វេងឡាមីនយ៉ាម៉ាល់ហ្គោលមួយគ្រាប់នេះនឹងត្រូវបានកត់ត្រាជាគ្រាប់បាល់ល្អប្រចាំរដូវកាលក៏អាចថាបានដែរយើងធ្លាប់តែឃើញកីឡាកររបស់ Real Madrid Federico Valverde ដែលគាត់ទាត់ free kick ពីលើតំបន់ដំបូងទូកពីចម្ងាយតែនេះមិនមែន free kick មិនមែនជាបាល់ set piece ទេគឺជាបាល់ដែលបង្កើតឱកាសទាត់ដោយឡាមីនយ៉ាម៉ាល់តែម្ដងអូយយកមកទស្សនារូបភាពការបញ្ជូនពីដានីអូលម៉ូមកគិតថាយ៉ាម៉ាល់នឹងអត់ចេះទាត់ពីចម្ងាយមែនអូយមកជើងនេះជាតិណាស់ផ្ញើរូបភាពនៃការសុទ្ធបំពងសម្លាញ់ទីដ៏អស្ចារ្យរបស់ឡាមីនយ៉ាម៉ាល់ជូនទៅអ្នកទស្សនា highlight ពេលព្រឹកណែបងប្អូនមើលទេមើលពីក្រោយនេះបានដឹងថាវាអស្ចារ្យប៉ុណ្ណាអូយយ៉ាម៉ាល់ជាតិណាអាយ៉ាគ្រាប់បាល់ទី3ទៅហើយកាប់មួយសុតឆ្វេងហ្គោល 3 is in the match without reply កីឡាករ Marc Bernard ដែលជាកីឡាករដែលទើបនឹងដូរចូលរកបានមួយគ្រាប់នៅក្នុងនាទីទី82អូមិនមែនត្រឹមតែជាកីឡាករខ្សែបម្រើទេបាទក៏អាចសុទ្ធបានស្អាតដែរមិនចេះថាចែកបាល់ណាចេះកឹបចេះញាក់មកអេមទេបងប្អូនអូយកឹបឡើងដាច់ផឹងហើយក៏ទាត់មកជើងឆ្វេងនេះបុកជាមួយនឹងជើងខ្សែការពារភ្លិចបំប៉ោងសំណាញ់ទីបានសម្រេច3-0អ្វីដែលឆ្ងាញ់បំផុតគឺការកឹបរបស់គាត់បាញ់មិញតែម្ដងប្រិមិត្តយើងកីឡាករខ្សែការពាររបស់បាទរៀមម៉ាយ៉ូកាជីស្គីញ៉ារូបភាពការសុទ្ធដ៏ស្អាតរបស់ Marc Bernard ជូនអ្នកគាំទ្របាសេឡូណាទស្សនា highlight ពេលព្រឹកជាពិសេសអរគុណប្រិមិត្តទស្សនិកជននៃការប្រកួតគឺបានបញ្ចប់ទៅហើយលទ្ធផលជាផ្លូវការបាសេឡូណាទទួលបាន3ពិន្ទុបន្ទាប់ពីយកឈ្នះទៅលើ Real Mallorca ដែលលទ្ធផល3-0នៅឯទឹកដីនីកាឡដ្ឋាន Spotify Camp Nou